ជំរាបសួរបងប្អូនអរគ្នានៅក្នុងខែ7នេះយើងគិតចាប់ពីថ្ងៃទី7ខែអឺកក្កដារហូតដល់ថ្ងៃទី6ខែសីហាតាមក្បួនបុរាណចិននៅក្នុងខែនេះគឺជាខែមមែអញ្ចឹងធម្មពលមមែបានចូលមកដល់តើនឹងមានបញ្ហាចំពោះបុគ្គលឆ្នាំណាសម្រាប់មមែគឺឆុងជាមួយនឹងអ្នកដែលគាត់កើតនៅក្នុងឆ្នាំឆ្លូវអញ្ចឹងសម្រាប់នៅក្នុងខែ7នេះបងប្អូនដែលកើតនៅក្នុងឆ្នាំឆ្លូវគាត់គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងពាក្យសម្ដីកាយវិការការបដាក់ទុនជាពិសេសគឺទៅលើការធ្វើដំណើរព្រោះថាឆ្លូវហើយនឹងមមែនេះគឺវាប៉ះគ្នាវាបានទៅដល់រឿងធំធំដោយសារឆ្នាំទាំងពីរនេះជាប្រភេទឃ្លាំងបងប្អូនបាទសម្រាប់មមែគឺដីឃ្លាំងឈើសម្រាប់ឆ្លូវដីឃ្លាំងមាសអញ្ចឹងពីរហ្នឹងវា fighting គ្នាវាផ្ទុះរឿងធំធំមែនតើណាអញ្ចឹងសម្រាប់បុគ្គលដែលគាត់កើតនៅក្នុងឆ្នាំឆ្លូវគួរតែប្រុងប្រយ័ត្នទៅលើចវាយនាយឬក៏មនុស្សដែលមានវ័យចាស់ជាងយើងដែលបង្កជាបញ្ហាហើយមួយទៀតចាស់ទុំនៅក្នុងផ្ទះអាចនឹងមានបញ្ហាសុខភាពអញ្ចឹងសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់សម្រាប់អ្នកដែលគាត់កើតនៅក្នុងឆ្នាំឆ្លូវចុះចំពោះអ្នកដែលកើតនៅក្នុងខែឆ្លូវអ្នកដែលកើតនៅក្នុងខែឆ្លូវគឺនៅក្នុងខែនេះប្រុងប្រយ័ត្នទៅលើមុខរបរការងារអាជីពរបស់យើងបន្តិចព្រោះថានៅពេលដែលមមែចូលមកហើយនៅក្នុងឆ្នាំនេះ2026នេះឆ្នាំមមីអញ្ចឹងយើងក៏ឆុង 50% ដែរពាក់ព័ន្ធជាមួយនឹងការបែកបាក់សាមគ្គីការលាបពណ៌អីផ្សេងសម្រាប់អ្នកដែលគាត់កើតនៅក្នុងឆ្នាំឆ្លូវណាអញ្ចឹងនៅក្នុងខែ7នេះបងប្អូនគួរតែប្រុងប្រយ័ត្ននៅកន្លែងការងារឲ្យបានខ្ពស់ចំពោះអ្នកដែលគាត់កើតនៅក្នុងខែឆ្លូវចុះអ្នកកើតនៅក្នុងថ្ងៃឆ្លូវវិញកន្លែងនេះបងប្អូនក៏តែងតែសួរថាតើមើលមិនថ្ងៃ